អូខេបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចែករំលែកបទពិសោធន៍មួយដែលបងប្អូនម្ចាស់អាជីវកម្មមួយចំនួនតែងតែសួរខ្ញុំថាបងខ្ញុំមានលទ្ធភាពហៅប្រធានគណនេយ្យឲ្យមកធ្វើការងារជាមួយខ្ញុំដល់ទៅបើកប្រាក់ខែឲ្យគាត់ខ្ទង់ពាន់តែនៅតែធ្វើឲ្យខ្ញុំខ្វល់ថាតើបញ្ជីស្នាមនឹងត្រូវអត់លុយកាក់នឹងមានបាត់អត់ហើយធ្វើឲ្យខ្ញុំគេងស្ងប់ដោយសារតែកុំឲ្យខ្វល់ខ្វាយរឿងបញ្ជីលុយកាក់បញ្ជីស្នាមគណនេយ្យអស់នឹងទៀតអញ្ចឹងណាអូខេអញ្ចឹងតែពិតវាមានពីរជ្រុងជ្រុងទី1គឺជ្រុងប្រធានគណនេយ្យហើយជ្រុងទី2គឺជ្រុងខ្លួនឯងជាម្ចាស់អាជីវកម្មហ្នឹងបងខ្ញុំសូមបកស្រាយជ្រុងទី1ចាប្រធានគណនេយ្យជាក់ស្ដែងទៅមាន3កម្រិតបកកែធ្វើកម្រិតបកកែរៀបចំចាត់ចែងនិងកម្រិតបកកែគិតប្រធានគណនេយ្យមួយចំនួនអាចមានសមត្ថភាពទាំង3តែប្រធានគណនេយ្យមួយចំនួនអាចមានសមត្ថភាពទាំង3ហ្នឹងទេគាត់មានតែ1ភាគឬ2ភាគឯងអញ្ចឹងសម្រាប់ជាដំណោះស្រាយខ្ញុំជឿថាម្ចាស់អាជីវកម្មដែលចង់រីកលូតលាស់ឲ្យបញ្ជីស្នាមមានភាពត្រឹមត្រូវមានចូលភាពស្តង់ដារខ្ញុំគិតថាម្ចាស់អាជីវកម្មគួរតែមានទីប្រឹក្សាអមទីប្រឹក្សាអមដើម្បីបង្រៀនយើងជាម្ចាស់អាជីវកម្មឲ្យចេះគ្រប់គ្រងបញ្ជីនឹងផងបង្រៀនយើងឲ្យចេះរបៀបគ្រប់គ្រងអ្នកជំនាញផ្សេងពីយើងផងឧបមាដូចជំនាញគណនេយ្យអញ្ចឹងការពិតម្ចាស់អាជីវកម្មខ្សោយទៅលើអាហ្នឹងអត់សូវប្រកែទៅលើអាហ្នឹងទេអញ្ចឹងត្រូវមានទីប្រឹក្សាអមបើអត់មានទីប្រឹក្សាអមទេពេលខ្លះយើងអត់ដឹងរបៀបប្រើអ្នកជំនាញហ្នឹងមិនទេអូខេហើយទី2តកតងទៅនឹងម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ហើយខ្ញុំនឹងបកស្រាយទៅលើម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ហ្នឹងនៅវីដេអូក្រោយអរគុណ